ព្រះសិវៈជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំទាំង3ក្នុងព្រាហ្មណ៍សាសនាព្រះសិវៈមានន័យថាក្សេមក្សាន្តករុណាព្រះសិវៈកើតឡើងអំពីដំណក់លោហិតដែលស្រក់ចុះចាក់ចិញ្ចើមព្រះព្រំព្រះសិវៈជាអាទិទេពសាងលោកផងនិងបំផ្លាញលោកផងឈ្មោះរបស់ព្រះសិវៈគឺព្រះឥស្វរៈព្រះឥសូរព្រះរុទ្រៈព្រះហរៈព្រះឧក្រៈព្រះអខុរៈព្រះភៃរវៈនិងព្រះមហេស្វរៈនៅក្នុងចន្លោះកាលដែលព្រះនរាយណ៍ឬព្រះវិស្ណុផ្ទុំលើសមុទ្រហើយចាប់ពីសម័យលោកធាតុថ្មីព្រះព្រំក៏បានលេចចេញពីផ្កាឈូកនៃផ្ចិតនៃព្រះវិស្ណុថ្ងៃមួយព្រះព្រំនិងព្រះវិស្ណុកំពុងឆ្លោះប្រកែកគ្នាដោយចង់តាំងខ្លួនជាអ្នកបង្កើតលោកតែរៀងខ្លួនពេលនោះស្រាប់តែមានសសរភ្លើងមួយផុសឡើងនៅចន្លោះអាទិទេពទាំងពីរនោះដោយដឹងពីប្រភពនៃសសរភ្លើងនោះព្រះព្រំបំលែងខ្លួនទៅជាសត្វហង្សដែលជាយានជំនិះរបស់ព្រះព្រំហោះទៅរកផ្នែកខាងលើនៃសសរលឹងនេះចំណែកឯព្រះវិស្ណុវិញក៏តំណែងខ្លួនធ្វើជាជ្រូកព្រៃវិញមានឈ្មោះថាវីរហៈឈ្មោះដីរកផ្នែកខាងក្រោមនៃសសរលឹងវិញក្រោយពីរកចុងនិងគល់សសរលឹងមិនឃើញអស់រយៈពេលជាច្រើនពាន់ឆ្នាំពេលនោះអាទិទេពទាំងពីរក៏ទទួលស្គាល់សសរលឹងនោះជាអាទិទេពដែលមានមហិទ្ធិឫទ្ធិជាងខ្លួនហើយក៏នាំគ្នារាប់អានជារៀងដរាបលក្ខណៈពិសេសរបស់ព្រះវិស្ណុមានដូចជាមុខមួយអាចបែងភាគជាមុខ8កពណ៌ខៀវកាយសម្បុរសភ្នែក3ភ្នែក2ដូចមនុស្សធម្មតាឯភ្នែកទី3ចំកណ្ដាលថ្ងាសបិទជានិច្ចក្រឡេកឆេះហៅថាអាគីណេតតំលេបបំពាក់ស្បែកខ្លាឬស្បែកដំរីដៃ2ឬ10ពាក់កម្រងឆ្អឹងរលាជាគ្រឿងសម្គាល់រាប់កាប់ឬរាប់យកពាក់នាគជាសង្វារគ្រឿងជាគ្រឿងសម្គាល់រាប់ឆ្នាំពាក់មួកមានព្រះច័ន្ទមួយចំណិតរាងកណ្ដៀវជាគ្រឿងសម្គាល់រាប់ខែកេតនភ័ណ្ឌមានច្បុកផ្លែ3ឬត្រីសូធ្នូស្គរដំបងធំខ្សែផ្គាំងចងសម្រាប់ចងពួកសភាវៈអាក្រក់ពីហណៈជាយានជំនិះកូនតូនព្រះសិវៈមានមហេសីចំនួន9អង្គដូចជាទី1ព្រះនាងទុគ៌ាទី2ព្រះនាងឱមាទី3ព្រះនាងកៅរីទី4ព្រះនាងកាលីទី5ព្រះនាងចន្ទីទី6ព្រះនាងបវតីទី7ព្រះនាងកុមារីទី8ព្រះនាងទេវីនិងទី9ព្រះនាងមហាទេវីព្រះសិវៈមានបុត្រពីរព្រះអង្គគឺស្កន្តាជាអាទិទេពតំណាងអ្នកស្នេហាសង្គ្រាមនិងគិនេសដែលមានខ្លួនជាមនុស្សក្បាលជាដំរីហើយមានមុខងារជាមេកណៈនៃពួកទេពអាទិទេពទាំងពីរនេះគឺជាបុត្ររបស់ព្រះសិវៈនិងព្រះនាងទុគ៌ាព្រះនាងទុគ៌ាគឺជាមហាសីដើមរបស់ព្រះសិវៈហើយព្រះនាងយល់ព្រមលោតចូលទៅក្នុងព្រោះភ្លើងឲ្យគេបូជាជីវិតជាមួយស្វាមីដើម្បីបញ្ជាក់នៅភក្តីភាពរបស់ព្រះនាង